ថ្ងៃនេះដែរខ្ញុំចង់បង្ហាញកន្លែងថ្ងៃលិចមួយកន្លែងដែលនៅប្រាសាទជ្រុងនៃក្រុងអង្គរធំហើយព្រមទាំងទេសភាពនៅកន្លែងនោះផងដែរជាដំបូងយើងធ្វើដំណើរទៅតាមខ្លងទ្វារទន្លេអ៊ំគេហៅថាខ្លងទ្វារទឹកប្រាសាទបាយ័នឬមួយខ្លងទ្វារអង្គរធំបន្ទាប់ពីយើងធ្វើដំណើរហើយយើងបកខាងឆ្វេងដៃបន្តិចយើងអាចជិះកង់ឡើងក៏បានឬមួយក៏បណ្ដាលកង់ឡើងក៏បានដែរប៉ុន្តែសូមបញ្ជាក់គឺយើងមិនអាចជិះម៉ូតូឡើងលើនឹងបានទេគេឲ្យតែយើងជិះតែកង់តែប៉ុណ្ណឹងហើយនៅខាងឆ្វេងដៃសូមបងប្អូនប្រយ័ត្នតិចនេះខ្ញុំកំពុងតែជិះនៅលើកំពែងប្រាសាទអង្គរធំហើយយើងព្រមទាំងជិះហើយយើងក៏មើលឃើញទេសភាពក៏មានទូកអមដំណើរភ្ញៀវទេសចរក៏ជិះទៅមើលថ្ងៃលិចនៅកែងប្រាសាទនឹងផងដែរហើយជាទូទៅនោះភ្ញៀវទេសចរអន្តរជាតិក៏តែងតែជិះទូកទៅមើលថ្ងៃលិចនៅកែងប្រាសាទជ្រុងយើងអាចឡើងទៅលើប្រាសាទនឹងក៏បានឬមួយក៏យើងអាចឈប់ទូកទៅមើលនៅថ្ងៃលិចនៅចំកន្លែងកែងប្រាសាទនឹងក៏បានដែរហើយឥឡូវនេះខ្ញុំបានធ្វើដំណើរមកដល់ប្រាសាទជ្រុងហើយប្រាសាទជ្រុងនេះគឺស្ថិតនៅលើកំពែងនៃទិសនិរតីនៃក្រុងអង្គរធំហើយប្រាសាទជ្រុងនេះពីបរមរានមកគឺជាទីកន្លែងតម្កល់សិលាចារឹកដែលនិយាយអំពីក្រុងអង្គរធំកន្លែងមួយនេះហើយដែលយើងអាចអង្គុយមើលទស្សនាថ្ងៃលិចដ៏ស្អាតពីជ្រុងមួយនៃប្រាសាទហើយខ្ញុំនឹងរៀបរាប់ខ្លះៗអំពីប្រាសាទជ្រុងមួយនេះគ្រប់ប្រាសាទជ្រុងទាំង4ទិសនៃកំពែងក្រុងអង្គរធំត្រូវបានកសាងឡើងសម្រាប់តម្កល់សិលាចារឹកដែលរៀបរាប់អំពីហេដ្ឋារចនាសម្ព័ន្ធនៃរាជធានីនិងសំណង់ស្ថាបត្យកម្មជាពិសេសនោះគឺជាព័ត៌មានទាក់ទងនឹងក្រុងអង្គរនិងការរៀបចំក្រុងអង្គររបស់ប្រជានាសម័យនោះផងដែរហើយនៅក្នុងការកសាងប្រាសាទនេះឡើងគឺកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7និងកសាងនៅចុងសតវត្សទី12ហើយរចនាបថគឺយើងយកតាមប្រាសាទបាយ័នហើយប្រាសាទជ្រុងនេះផងដែរគឺកសាងឡើងដើម្បីឧទ្ទិសថ្វាយទៅដល់ព្រះពោធិសត្វលោកេស្វរៈហើយបច្ចុប្បន្ននេះគឺឃើញមានការបែកបាក់ជាខ្លាំងមែនទែនដោយសារកត្តា3ធំៗដែលធ្វើឲ្យប្រាសាទមួយៗតែងតែបែកបាក់ដូចជាកត្តាធម្មជាតិអាយុកាលឬមួយក៏មនុស្សហើយនេះដែរនៅជុំវិញប្រាសាទជ្រុងនេះគឺមានកន្លែងដែលទឹកគេហៅថាកំផែងទឹកហើយខែនេះដែរគឺយើងដឹងស្រាប់ហើយដូចជាអត់សូវមានលឹកឈើប្រហែលទេប៉ុន្តែយើងមកទស្សនាថ្ងៃលិចពេលខ្លះនោះគឺប៉ះចំមេឃទុំអត់ឃើញសម្រស់ថ្ងៃលិចវារដូវខែនេះហើយគឺភ្លៀងកក់ខែខ្លះហើយពេលខ្លះទៅយើងមកចំពេលថ្ងៃលិចស្អាតយើងដើរមកខាងមុខបន្តិចមកនឹងឃើញមានកាំជណ្ដើរមួយដែលចុះទៅខាងក្រោមហើយខាងក្រោមនេះដែរគឺជាកំពង់ទូកមួយដែលសម្រាប់ភ្ញៀវទេសចរដែលគាត់ជិះទូកមកមើលថ្ងៃលិចគាត់ចង់ឡើងមកប្រាសាទគាត់អាចឡើងទៅតាមកម្មចដានឹងបានហើយនេះដែរកំពុងទូកដែលគេជិះមកមើលថ្ងៃលិចហើយបងប្អូនអាចមកអង្គុយថតឈរថតនៅកន្លែងនេះក៏បានដែរនៅពេលដែលយើងចុះមកដល់កន្លែងកំពង់ទូកនេះហើយយើងមានអារម្មណ៍មួយដែលថាពិតជាស្រស់ស្រាយហើយត្រជាក់ត្រជុំណាស់ដោយសារនៅកន្លែងនេះគឺជាកន្លែងមាត់ទឹកមួយហើយសម្បូរទៅដោយព្រៃសម្រាប់បងប្អូនដែលចង់មកប្រាសាទជ្រុងនេះបងប្អូនអាចជិះកង់មកតាមគំលើកំពែងប្រាសាទក៏បានដែរឬតាមវិធីមួយទៀតបងប្អូនអាចជួលទូកពីកន្លែងខ្លងទ្វារទន្លេអ៊ំគេហៅថាកន្លែងគង្គីអង្គរបងប្អូនអាចជួលទូកជិះពីកន្លែងនឹងមកដល់ទៅមើលកំពែងប្រាសាទគេហៅថាប្រាសាទជ្រុងហើយយើងអាចមកមើលទេសភាពតាមមាត់ទឹកពិតជាស្រស់ស្អាតមែនទែនហើយសម្រាប់បងប្អូនដែលចង់មកទស្សនាមួយទៀតអាចជិះកង់មកតាមដែលខ្ញុំប្រាប់ពីមុនមកហើយនេះស្ពានខ្ញុំឡើងទៅលើវិញជិតដល់កន្លែងដែលថ្ងៃលិចដ៏ស្រស់ស្អាតហើយខ្ញុំទៅចាប់យករូបភាពសម្រស់ថ្ងៃលិចហើយក៏ឃើញមានភ្ញៀវទេសចរដែលគាត់ជិះទូកមកហើយគាត់ឡើងមកលើថតរូបនៅសៀមរាបនៅតាមតំបន់អង្គរគឺមានកន្លែងដែលមើលថ្ងៃលិចផ្សេងៗគ្នាហើយស្រស់ស្អាតមួយបែបផ្សេងៗគ្នាទាំងអស់ព្រមទាំងត្រជាក់ត្រជុំហើយស្រស់ស្អាតមួយបែបផ្សេងដែរហើយសម្រាប់បងប្អូនដែលចង់មកដល់កន្លែងប្រាសាទជ្រុងនេះដើម្បីមើលថ្ងៃលិចស្រស់ស្អាតបងប្អូនអាចមកដល់ត្រឹមប្រហែលជាម៉ោង5កន្លះឬមួយក៏ម៉ោង 7:06 ឬមួយបងប្អូនអាចមកមុនបន្តិចនឹងក៏បានដែរហើយនៅចំកន្លែងដែលថ្ងៃលិចយើងថតស្អាតហើយនេះដែរខ្ញុំចាប់ពីខាងលើទៅគឺឃើញមានទូកជាច្រើនមកហោហាយជាជួរមែនតើភ្ញៀវអន្តរជាតិភ្ញៀវទេសចរគាត់មកមើលថ្ងៃលិចគាត់ចូលចិត្តថ្ងៃលិចនៅស្រុកយើងនៅតំបន់អង្គរណាស់ហើយគាត់មកជួទូកជីលក្ខណៈជាខ្សែជាក្រុមហើយទូកខ្លះក៏មានអមជាគូទូកខ្លះក៏ម្នាក់ឯងចឹងទៅតាមដូចមនុស្សយើងចឹងដែរអ្នកខ្លះក៏មានគូអ្នកខ្លះក៏នៅមិនតមានគូហើយខ្ញុំក៏ចង់ទៅថតកន្លែងមួយទៀតគឺជាថ្ងៃរះនៅខាងប្រាសាទជ្រុងមួយទៀតប៉ុន្តែពិបាកនឹងងើបបន្តិចដោយសារកន្លែងហ្នឹងវាព្រៃច្រើនដល់យើងទៅគ្នាច្រើននេះដែរខ្ញុំមកម្នាក់ឯងអត់បញ្ហាទេដែលបើសិនជាយើងទៅមើលកន្លែងថ្ងៃរះអីតាមតំបន់អង្គរហើយសិតតែព្រៃចេះខ្ញុំមានខ្លាចតិចដែរអរគុណច្រើនបងប្អូនខ្ញុំមានប៉ុណ្្នេះដែរបើខ្ញុំនិយាយខុសឆ្គងសូមជួយខមមិនខាងក្រោមផងអរគុណច្រើន